ស្ដីពុកម៉ែបងប្អូនអរគ្នាបាទខ្ញុំនៅបងប្អូនមកព្រៃទៅបងប្អូនគឺមកកាប់គោមផ្ដៅបងប្អូនអរគ្នាបាទនេះគឺជាដើមផ្ដៅបងប្អូនបាទនេះដើមផ្ដៅបងប្អូនបាទនេះជាគោមមកវិញបងប្អូននេះគឺគោមផ្ដៅនេះយើងអាចយកវាធ្វើជាលក់បានបងប្អូនបាទជាមួយយើងស្រស់ជាមួយយកទៅស្លកកោក៏បានដែរបងប្អូនបាទគឺគោមផ្ដៅនេះបងប្អូនអរគ្នាជាមួយយើងអាចញ៉ាំបានបងប្អូនបាទគោមផ្ដៅនេះគឺវាដូចជាគោមថ្នោតគុំអីដែរបងប្អូនបាទគឺវាមានរសជាតិវិញតិចខ្លះផ្អែមតែបងប្អូនអរគ្នាគឺគោមផ្ដៅបងប្អូនអរគ្នាបាទចឹងបងប្អូនដើរព្រៃបងប្អូនអាចដើរកាប់គោមផ្ដៅឬមួយចុងផ្ដៅបងប្អូនអរគ្នាបាទបងប្អូនមកនេះជាគោមផ្ដៅបងប្អូនយើងកាប់វាមកបងប្អូនយើងសុះវាសុះសម្បកវាចឹងបងប្អូនគឺដើម្បីយើងយកគោមមកវាបងប្អូនបាទគោមវាយើងអាចយកវាទៅឆាកកោស្លកកោក៏បានយកទៅឆាក៏បានយកមួយវាទៅធ្វើជាលក់បានបងប្អូនបាទគឺយើងកាប់វាចំបងប្អូននេះបងប្អូនបានណានេះចង់វាហើយចង់ផ្ដៅបងប្អូនបាទនឹងគឺយើងសុះវាចឹងបងប្អូនអរគ្នាចឹងបងប្អូនដល់ពេលកុំភ្លេចកាប់ចង់ផ្ដៅបងប្អូនបាទគឺយើងយកគោមកវាយកទៅហូបជាលក់ក៏បានដែរបងមួយស្លកកោក៏បានបងប្អូនអរគ្នាទៅចង់ផ្ដៅបងប្អូនបាទគឺភាគច្រើនគឺដល់ពេលគឺកុំភ្លេចបងប្អូនគឺចង់ផ្ដៅយើងអាចហូបបានបងប្អូនអរគ្នាបាទញ៉ាំបងប្អូននេះទៀតគឺចង់ផ្ដៅបងយើងកាប់វាចឹងបងប្អូនបាទគឺខែនេះគេដុតព្រៃបងប្អូនព្រៃទៅទៅវានឹងស្រឡះបងប្អូនអរគ្នាហើយចង់ផ្ដៅក៏វាអ្នកស៊ូកាប់បងប្អូនអរគ្នាគឺចង់ផ្ដៅនេះចាំបងប្អូនដើរព្រៃអីបងប្អូនអាចកាប់ចុងផ្ដៅយកទៅហូបជាលក់បានបងប្អូនអរគ្នាអញ្ចឹងបងប្អូនដើរព្រៃគឺកុំឲ្យខាតគឺយើងដើរព្រៃគឺយើងមានម្ហូបនៅក្នុងព្រៃសើបងប្អូនដូចជាលក់ដូចជាចុងផ្ដៅដូចជាត្រួយលឹងជ័យស្លឹកល្ងៀងអីបងប្អូនអរគ្នាគឺសម្បូរណាស់ខែនេះគឺនៅតាមព្រៃបងប្អូនអរគ្នានេះគឺចុងផ្ដៅបងប្អូននឹងចុងផ្ដៅបងប្អូនអរគ្នាកុំមកវានេះបងយកបងប្អូននេះគេចុងផ្ដៅបងប្អូនចាំបងប្អូនណាដែលស្គាល់ចុងផ្ដៅគឺបងប្អូនអរគ្នាបាទគឺចុងផ្ដៅនេះគឺយើងអាចកាត់វាចូលទៅធ្វើជាលក់ឬមួយក៏យកទៅស្លកកោក៏បានដែរបងប្អូនអរគ្នាគឺយើងស្រស់វាឬមួយយើងមិនបាច់ស្រស់បានយើងបកវាហើយយើងយកវាទៅហូបយើងយកវាទៅហូបទៅបងប្អូនអរគ្នាបាទគឺចុងផ្ដៅនេះចឹងបងប្អូនដល់ពេលគឺកុំភ្លេចបងប្អូនបាទគឺនៅក្នុងព្រៃគឺមានចុងផ្ដៅហើយនឹងស្លឹកឈើផ្សេងទៀតឬមួយដើមឈើផ្សេងៗដែលយើងអាចហូបបានបងប្អូនអរគ្នាបាទហើយនឹងស្លឹកឈើផ្សេងទៀតផ្លែឈើគឺច្រើនមុខណាបងប្អូនចុងបងកុំភ្លេចចុងផ្ដៅយើងអាចហូបបានបងប្អូនអរគ្នាយើងកាប់វាយកញ៉ាំបងប្អូនបាទចឹងអរគុណបងប្អូនបាទ